បងប្អូនទាំងគ្នាទាំងនេះយើងកំពុងតែរស់នៅក្នុងពិភព digital បងប្អូនទាំងគ្នាកំពុងតែកាន់ឧបករណ៍ប្រើប្រាស់ឧបករណ៍ digital បច្ចុប្បន្នបងប្អូនទាំងគ្នាដែលមានចាំអារម្មណ៍ថាយើងហាក់បីដូចជាកំពុងតែកាន់ឧបករណ៍ឬក៏ប្រអប់វីតាមីនខ្មៅមួយដែលជួយដោះស្រាយបញ្ហារបស់យើងប្រចាំថ្ងៃអញ្ចឹងតើបងប្អូនដឹងទេថាមានអីដែលជួយជំរុញនិងមានវីតាមីនអីគេដែលនៅខាងក្រោយនៃប្រអប់វីតាមីនខ្មៅនោះនៅក្នុងឆ្នាំ1936គឺលោក Alan Turing គាត់បានធ្វើរឿងមួយដ៏អស្ចារ្យដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រនិងរបៀបរស់នៅរបស់មនុស្សយើងទាំងស្រុងចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្នតាមរយៈបច្ចេកវិទ្យាលោក Alan Turing គាត់បានបង្កើតនៅវិស័យវិទ្យាសាស្ត្រព័ត៌មានវិទ្យាដែលបានបង្កើតនៅភាសាផ្លូវការមួយសម្រាប់ធ្វើការដោះស្រាយបញ្ហាដែលយើងហៅវាថាជាភាសាដំណើរការក្នុងការគណនាតែបច្ចុប្បន្ននេះយើងគ្រប់គ្នាហៅវាថា algorithm ប្រហែលជាបងប្អូនយល់ថា algorithm នេះវាគ្រាន់តែជាមុខវិជ្ជាដ៏ទូចមួយនៅក្នុងគណិតវិទ្យាតែប៉ុណ្ណោះក៏ប៉ុន្តែជាក់ស្ដែង algorithm នេះវាហាក់បីដូចជាការចាប់កំណើតនៃរបៀបរស់នៅទាំងស្រុងរបស់មនុស្សជាតិរបស់យើងលោក Turing គាត់បានផ្ដល់ឧបករណ៍ algorithm នេះដល់យើងទាំងអស់គ្នាដើម្បីអាចឲ្យយើងទាំងអស់គ្នាយកវាមកគណនាមុខងារផ្សេងៗតាមរយៈសំណុំច្បាប់ច្បាស់លាស់មួយដែល algorithm នេះវាបានដើរតួនាទីយ៉ាងសំខាន់ជាស្ពានចម្លងដ៏មានប្រសិទ្ធភាពរវាងហេតុផលរបស់មនុស្សយើងហើយនិងការអនុវត្តរបស់ម៉ាស៊ីនបើទោះបីជាយើងយល់ថា algorithm នោះវាមានសារៈសំខាន់យ៉ាងណាក៏ដោយប៉ុន្តែបដិវត្តមួយនេះគឺយើងកម្រឃើញមានអ្នកលើកយកមកនិយាយឬក៏ទទួលស្គាល់ក្នុងការយកវាមកអប់រំនៅក្នុងជីវិតយើងខ្លាំងណាស់សប្តាហ៍នេះយើងកំពុងតែប្រើប្រាស់ឧបករណ៍ដែលលោក Turing បានបង្កើតឡើងប៉ុន្តែជារឿយៗយើងតែងតែមើលរំលងអំពីហេតុផលដែលនៅពីក្រោយរាល់ឧបករណ៍បច្ចេកវិទ្យាដែលបានបង្កើតឡើងនោះជួយមកដោះស្រាយបញ្ហារបស់យើងទៅវិញប្រសិនជាបងប្អូនទាំងអស់គ្នាយល់ឃើញថាវិទ្យាសាស្ត្រព័ត៌មានវិទ្យាវាគឺជាវិស័យចំណេះដឹងឯករាជ្យមួយនោះបងប្អូនទាំងអស់គ្នានឹងឈប់ធ្វើត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាទៀតហើយបងប្អូនទាំងអស់គ្នានឹងក្លាយទៅជាម្ចាស់គ្រប់គ្រងប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួនឯងនៅក្នុងពិភព digital ដែលយើងកំពុងតែប្រើប្រាស់បច្ចុប្បន្ននេះហេតុផលដែលនៅពីក្រោយនៃឧបករណ៍ digital ទាំងអស់នោះវាគឺជា algorithm នេះហើយរឿងក្លាយទៅជាម្ចាស់ក្នុងប្រព័ន្ធ digital ខ្លួនឯងដែលខ្ញុំបានលើកឡើងនេះគឺចង់និយាយអំពីបងប្អូនទាំងអស់គ្នាយល់ច្បាស់អំពីតម្លៃនៃភាពស្មុគស្មាញទាំងនោះគឺ algorithm នោះហើយនឹងដំណើរការក្នុងការធ្វើការងារមួយដែលត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់ការយល់ដឹងច្បាស់អំពីប្រភពដើមនៃពិភព digital របស់យើងនឹងធ្វើឲ្យយើងប្រើប្រាស់ឧបករណ៍ digital ដែលយើងកំពុងតែប្រើប្រាស់ប្រចាំថ្ងៃនេះវាមិនមែនគ្រាន់តែជាប្រអប់វីតាមីនទៀតហើយប៉ុន្តែវានឹងក្លាយទៅជាបណ្ដុំឬក៏ប្រភពធនធានដ៏មហាសាលប្រសិនជាយើងចេះប្រើប្រាស់បណ្ដុំនៃប្រភពធនធានដ៏មហាសាលនោះឲ្យបានត្រឹមត្រូវនិងមានប្រយោជន៍ពិតប្រាកដវានឹងធ្វើឲ្យយើងអាចទាញវាតម្រង់ទិសវាឆ្ពោះទៅរកគោលដៅជីវិតរបស់យើងផ្ទាល់ខ្លួនបាន